បាទសួស្តីបងប្រុសណាបាទតើតើទៅនឹងមន់ចូលជំងឺសូមឆ្លើយតបជាមួយបងប្រុសក៏ដូចជាបងប្អូនយើងច្រើនទៀតណាបាទតើមន់ចូលជំងឺមានថ្នាំព្យាបាលទេបងប្អូនមន់ចូលជំងឺបងប្អូនត្រូវដឹងថាតើទី1មន់បងប្អូននឹងបានធ្វើវ៉ាក់សាំងអត់បាទមន់បងប្អូនបានធ្វើវ៉ាក់សាំងអត់ព្រោះអីតើកាលណាជំងឺបកឡើងដោយ virus ហើយបងប្អូនអត់បានធ្វើវ៉ាក់សាំងទេនោះគឺពុំមានថ្នាំព្យាបាលទេនិយាយអស់ទោះជំងឺដែលបកឡើងដោយ virus គឺអត់មានថ្នាំព្យាបាលទេបងប្អូនណាអត់មានថ្នាំព្យាបាលទេសម្រាប់មន់បាទអញ្ចឹងបងប្អូនត្រូវដឹងតែទុយទៅវិញបើបងប្អូនបានធ្វើវ៉ាក់សាំងលើមន់បងប្អូនគ្រប់គ្រាន់នៅចំនួនដងដូចជាញូកាកុំរោបាទផ្ដាសាយសន្តិរោគអីគ្រប់គ្រាន់អស់ហើយអញ្ចឹងការព្យាបាលនិងការប្រើប្រាស់ថ្នាំអត់បញ្ហាបងប្អូនបាទបងប្អូនអាចប្រើបានដូចជាពពួកដុកស៊ីមីស៊ីនបាទអឺរីសូព្រីមអីចឹងទៅបាទលាយគ្នាជាមួយនឹងអាម៉ុកឬអំពីឲ្យផឹកជាហើយដាក់ឲ្យវាផឹក3ថ្ងៃទៅបានហើយក៏ប៉ុន្តែបើសិនជាដូចខ្ញុំនិយាយម្ដងទៀតចឹងបើជំងឺមន់របស់បងប្អូននៅផ្ទុះនោះបងប្អូនអត់បានធ្វើវ៉ាក់សាំងទេដោយរាវមកជុលក្នុងបាតសមុទ្រចឹងអត់ងាយព្យាបាលជាទេបងប្អូនណាបាទអញ្ចឹងខ្ញុំមានជូនបងប្អូនយើងក៏ដូចជាបងប្រុសតែប៉ុណ្ណឹងអញ្ចឹងបងឆែកមើលបងប្អូនមិនបានធ្វើវ៉ាក់សាំងទេតើតងនឹងមន់បងបាទបានធ្វើវ៉ាក់សាំងទេតែបើអត់ធ្វើទេបងប្អូនវាពិបាកព្យាបាលហើយបាទបាក់ព្យាបាលតិចណាអ្នកព្យាបាលជាទេបងប្អូនណាបាទហើយក៏យើងអាចសាកដាក់ថ្នាំបានដែរប្រើពពួកដុកស៊ីមីស៊ីនបាទជាមួយនឹងអឺរីសូព្រីមបងប្អូនអាចសាកប្រើបានហើយនៅអាម៉ុកបាទ3មុខហ្នឹងលាយភ្ចូលគ្នាវាផឹកទៅថ្ងៃសាកប្រើបានតែបើវាផ្ទុះនៅជំងឺvirus ដូចខ្ញុំថាអញ្ចឹងអត់បានធ្វើវ៉ាក់សាំងលើមន់អញ្ចឹងអាទាំង3មុខហ្នឹងដាក់ទៅក៏អត់ប្រយោជន៍ដែរបាទថ្នាំហ្នឹងណាប៉ុន្តែយើងនៅតែសាកដាក់អញ្ចឹងបាទនៅតែព្យាយាមដាក់ទោះបីយ៉ាងណាក៏ដោយបាទសូមអរគុណ